បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលថ្មីទើបតែចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រហើយគាត់មិនទាន់ដឹងពីរបៀបចូលទៅដាក់ password លើកុំព្យូទ័រមានន័យថាកុំព្យូទ័រដែលយើងប្រើរាល់ថ្ងៃយើងចង់ដាក់ password មិនឲ្យអ្នកណាចូលមកប្រើកុំព្យូទ័ររបស់យើងបាននេះគេបើកកុំព្យូទ័រមកតម្រូវឲ្យបញ្ចូល password សិនដើម្បីចូលទៅប្រើកុំព្យូទ័របានបាទអញ្ចឹងចង់ដឹងថាតើយើងដើម្បីដាក់ password បានតើយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយចុច like ជួយ follow page ក៏ដូចជាជួយចុច subscribe លើ channel YouTube ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតបាទអញ្ចឹងខ្ញុំចូលទៅក្នុងកុំព្យូទ័ររបស់ខ្ញុំតែម្ដងបាទពេលដែលបងប្អូនចូលមកដល់ក្នុងកុំព្យូទ័ររបស់បងប្អូនបាទខ្ញុំបង្ហាញនេះនៅលើ Windows 10បាទហើយនៅលើ Windows 11នេះក៏មិនជាខុសគ្នាប្រហែលដែរបាទអញ្ចឹងយើងចូលមកដល់កុំព្យូទ័រហើយបងប្អូនត្រូវចូលទៅកន្លែង setting បាទចូលទៅកន្លែង setting អញ្ចឹងដើម្បីចូល setting បងប្អូនលើ Windows 10បងប្អូនចូលកន្លែងរូប Windows នេះមក start Windows នេះបាទឃើញទេបងប្អូនបាទចូលកន្លែង start Windows រួចហើយបងប្អូននឹងឃើញរូបសញ្ញាកងចក្រនេះមានឈ្មោះថា setting បាទអញ្ចឹងបងប្អូនចូលកន្លែង setting នេះមកបាទពេលដែលបងប្អូនចូលមកដល់ setting ហើយបងប្អូនទៅចូលទៅកន្លែង account នេះបងប្អូនឃើញទេបាទចូលទៅកន្លែង account នេះមកបាទពេលដែលបងប្អូនចូលដល់ account ហើយបងប្អូនមើលកន្លែងនេះមកជួរនេះបាទមកជួរនេះបងប្អូនមើលទៅកន្លែងពាក្យរូបសញ្ញាកូនសោបាទឃើញទេបងប្អូនបាទគេដាក់ថា sign in option បងប្អូនចុចលើអាហ្នឹងមក sign in option ណាពេលដែលបងប្អូនចុចលើអា sign in option ហ្នឹងហើយវានឹងបង្ហាញព័ត៌មាននៅខាងនេះមកខាងទៀតបាទអញ្ចឹងបងប្អូនមើលកន្លែងរូបសោនេះបាទរូបសោនេះឃើញទេបាទ password បាទអញ្ចឹងបងប្អូនចូលកន្លែងហ្នឹងមកគេដាក់ sign in with your account password បាទអញ្ចឹងយើងចូលកន្លែងហ្នឹងមកចុចមកវានឹងបង្ហាញបែបនេះទៀតអញ្ចឹងក្នុងករណីដែលយើងអត់ទាន់បាន save set password ទេគឺវា load មកឲ្យយើង add ករណីមួយទៀតបើយើងបាន set password ហើយកន្លែងហ្នឹងគឺ load ឲ្យយើង change ណា change បាទអញ្ចឹងដូចជាកុំព្យូទ័ររបស់ខ្ញុំនេះគឺអត់ទាន់បានដាក់ password ទេអញ្ចឹងគឺខ្ញុំត្រូវការចុច add ណាចុច add បាទអញ្ចឹងបងប្អូនចុច add ហ្នឹងមកបាទពេលដែលបងប្អូនចុច add ហើយបងប្អូនមកដាក់នៅ password របស់បងប្អូនបាទកន្លែងនេះបាទអញ្ចឹងយើងដាក់ password របស់យើងមកបាទអញ្ចឹងបងប្អូនចង់ដាក់ password ណាដែលងាយស្រួលចាំហើយមានអក្សរមានលេខទៅងាយសំខាន់ឲ្យងាយស្រួលក្នុងការចាំណាបាទអញ្ចឹងខ្ញុំដាក់ password សិនអញ្ចឹង password គឺសូមបងប្អូនឲ្យចាំណាបើយល់ល្អបងប្អូនសរសេរទុកការពារពេលដែលយើងចូលទៅប្រើប្រាស់នៅកុំព្យូទ័រហើយយើងអត់ចាំគឺពិបាកហើយបាទហើយដើម្បីឲ្យវាបង្ហាញលេខបងប្អូនកន្លែងចុចអាកន្លែងសញ្ញាភ្នែកនេះទៅវានឹងបង្ហាញលេខកូដ password ហ្នឹងហើយបាទអញ្ចឹងរួចហើយបងប្អូនមកបញ្ចូលខាងក្រោមមួយទៀតបាទបញ្ចូលខាងក្រោមមួយទៀតគឺបញ្ចូលឲ្យដូចគ្នាខាងលើហ្នឹងទៅបាទបាទបន្ទាប់ពីបងប្អូនចូលអាពីរនឹងដូចគ្នាហើយអានេះយើងដាក់ password ខ្លីមួយមកបាទដាក់ស្អីដាក់ទៅសំខាន់ឲ្យងាយចាំទៅបាទអញ្ចឹងបងប្អូនដាក់password ក្រោមនឹងហើយរួចហើយបងប្អូនចុចកន្លែងខាងក្រោមនេះចុចថា next មកបាទបន្ទាប់មកវាចេញមកដល់កន្លែងនេះបងប្អូនចុចកន្លែង finish នេះមួយទៀតមកបាទពេលនេះគឺយើងបានដាក់ password បានជោគជ័យហើយបាទដូចខ្ញុំបានប្រាប់អញ្ចឹងបងប្អូនឃើញទេកាលណាយើងបានដាក់ password ហើយកន្លែងនេះគឺវានឹង load ពាក្យថា change បាទអញ្ចឹងថ្ងៃក្រោយយើងចង់ដូរ password គឺយើងចុចកន្លែង change នឹងមកបាទយើងចង់ដូរ password ដែលយើងបានដាក់មិញហ្នឹងណាបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណេះសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការដាក់ password នៅលើកុំព្យូទ័របាទដើម្បីសុវត្ថិភាពនៅកុំព្យូទ័របាទអញ្ចឹងមានតែប៉ុណ្ណេះជាចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like ជួយ follow page និងជួយចុច subscribe លើ channel YouTube ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ